លោកស្រីគ្រប់គ្នាស្រមៃចង់បានជីវិតប្រសើរជាងមុនប៉ុន្តែជោគជ័យមិនមែនកើតចេញពីជំហានធំនោះទេគឺកើតចេញពីការតូចភាពជាប់លាប់កាលខ្ញុំនៅក្មេងខ្ញុំមិនមានលុយអំណាចឬសំណាងនោះទេអ្វីដែលខ្ញុំមានគឺជាទម្លាប់តូចតាចដដែលជារៀងរាល់ថ្ងៃដែលបង្កើតអនាគតរបស់ខ្ញុំយឺតអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតរបស់អ្នកពេញមួយយប់នោះទេគ្រាន់តែផ្លាស់ប្ដូរថ្ងៃរបស់អ្នកព្រោះថ្ងៃរបស់អ្នកបង្កើតជោគវាសនារបស់អ្នកជារៀងរាល់ថ្ងៃជារៀងរហូតទម្លាប់ទី1រក្សាការសន្យាចំពោះខ្លួនឯងអ្នកដឹងទេមនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះធ្វើការសន្យាដ៏ធំខ្ញុំនឹងក្រោកពីព្រលឹមនៅថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមញ៉ាំអាហារដែលមានសុខភាពល្អនៅសប្តាហ៍ក្រោយខ្ញុំនឹងសន្សំលុយខែក្រោយប៉ុន្តែការពិតថ្ងៃស្អែកคล้ายជាសប្តាហ៍បន្ទាប់សប្តាហ៍ក្រោយคล้ายជាខែបន្ទាប់ហើយខែបន្ទាប់មិនដែលមកទេយើងមិនខ្ជិលទេយើងគ្រាន់តែពូកែកុហកខ្លួនឯងខ្ញុំធ្លាប់សួរយុវជនម្នាក់ថាហេតុអ្វីបានជាអ្នកឈប់ទៅកន្លែងហាត់ប្រាណគាត់និយាយថាបាទលោកខ្ញុំមិនបានឈប់ទេខ្ញុំឈប់សម្រាកយូរហើយខ្ញុំបានសួរថារយៈពេលប៉ុន្មានគាត់បាននិយាយថាចាប់តាំងពីឆ្នាំ2019មនុស្សគ្រប់គ្នាសើចប៉ុន្តែនោះជាការពិតមនុស្សយើងអាចអត់ទោសឲ្យអ្នកណាម្នាក់ក្នុងលោកបានលើកលែងតែការឆ្លោះបញ្ចាំងរបស់យើងនៅក្នុងកញ្ចក់ពីព្រោះយើងចងចាំរាល់ការសន្យាដែលយើងបានធ្វើចំពោះខ្លួនយើងរាល់ពេលដែលអ្នកនិយាយថាអ្នកនឹងផ្លាស់ប្ដូរហើយមិនធ្វើនោះផ្នែកតូចមួយរបស់អ្នកបានឈប់ជឿថាអ្នកអាចធ្វើបានហើយនោះជាគ្រោះថ្នាក់ពីព្រោះទំនុកចិត្តមិនកើតចេញពីការលើកទឹកចិត្តទំនុកចិត្តកើតចេញពីការជឿជាក់លើខ្លួនឯងគិតអំពីវាប្រសិនបើមិត្តល្អបំផុតរបស់អ្នកតែងតែកុហកអ្នករាល់ថ្ងៃតើអ្នកនៅតែជឿពួកគេទេអ្នកនឹងឈប់ទុកចិត្តពួកគេនោះហើយជាអ្វីដែលកើតឡើងនៅខាងក្នុងអ្នកដោយស្ងៀមស្ងាត់នៅពេលដែលអ្នកនិយាយថាខ្ញុំនឹងធ្វើវាហើយអត់ធ្វើខួរក្បាលរបស់អ្នកគិតថាប្រកាសណាស់អ្នកបាននិយាយកាលពីលើកមុនដែរហើយនោះហើយជារបៀបដែលការសង្ស័យខ្លួនឯងបានកើតមិនមែនដោយសារតែអ្នកទុនខ្សោយនោះទេប៉ុន្តែដោយសារតែអ្នកឈប់រក្សាពាក្យរបស់អ្នកផ្ទាល់វាដូចជាហ្វូងហាត់ប្រាណចូលឆ្នាំថ្មីនៅថ្ងៃទី1ខែមករាកន្លែងហាត់ប្រាណមើលទៅដូចជាការប្រគំតន្ត្រីមនុស្សគ្រប់គ្នាកំពុងថតរូប selfie ដែលពាក់ស្បែកជើងថ្មីដោយនិយាយថាឆ្នាំថ្មីខ្ញុំថ្មីត្រឹមថ្ងៃទី1ខែកុម្ភៈវាទៅទេសូម្បីតែ dumbbell ក៏ឯកោដែរជោគជ័យមិនកើតចេញពីការសន្យាខែមករាទេវាមកពីវិន័យខែកុម្ភៈអ្នកមិនចាំបាច់ល្អឥតខ្ចក់ទេអ្នកគ្រាន់តែត្រូវស្របប្រសិនបើអ្នកនិយាយថាអ្នកនឹងធ្វើលំហាត់20ដងហើយគ្រប់គ្រងបានតែ5ធ្វើ5ប្រសិនបើអ្នកនិយាយថាអ្នកនឹងអាន10ទំព័រសូមអាន2ដោយសារតែគោលដៅគឺមិនមែនដើម្បីបញ្ចប់គោលដៅគឺដើម្បីបង្ហាញថាអ្នកអាចចាប់ផ្ដើមនិងបន្តធ្វើសម័យមើលថ្មទូរស័ព្ទរបស់អ្នកនៅសល់ 2% តើអ្នកនឹងនៅតែអូមើល Instagram ទេជាការពិតណាស់មិនមែនអ្នកនឹងប្រញាប់ដើម្បីទៅសាកថ្មវាប៉ុន្តែនៅពេលដែលថាមពលថ្មរបស់អ្នកសល់ត្រឹម 2% នៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំងបាត់បង់កម្លាំងគ្មានកម្លាំងចិត្តមនុស្សភាគច្រើននៅតែបន្តរមូលឆ្លងកាត់បញ្ហារបស់ពួកគេជាជាងការគិតរបស់ពួកគេអ្នកបង្កើនទំនុកចិត្តរបស់អ្នកឡើងដោយរក្សាការសន្យារបស់អ្នកនោះជាឆ្នាំងសាករបស់អ្នករាល់ការសន្យាតូចៗដែលអ្នករក្សាគឺដូចជាការស្រោចទឹកគ្រាប់ពូជនៃជំនឿលើខ្លួនឯងដំបូងអ្នកមិនឃើញការរីកចម្រើននោះទេប៉ុន្តែនៅព្រឹកមួយអ្នកនឹងដឹងថាអ្នកបានក្លាយជាមនុស្សដែលនិយាយហើយធ្វើហើយនៅពេលដែលវាកើតឡើងអ្នកលែងត្រូវការវីដេអូលើកទឹកចិត្តទៀតហើយអ្នកក្លាយជាមួយវារួចហើយគិតអំពីនរណាម្នាក់ដែលជោគជ័យអត្តពលិកសហគ្រិនសូម្បីតែឪពុកម្ដាយដ៏អស្ចារ្យតើពួកគេចែករំលែកអ្វីខ្លះពួកគេធ្វើអ្វីដែលពួកគេបាននិយាយថាពួកគេនឹងធ្វើជាយូរមកហើយបន្ទាប់ពីអារម្មណ៍ដែលពួកគេនិយាយវាបានបាត់ទៅហើយនោះហើយជាវានោះហើយជារូបមន្តដូច្នេះចាប់ផ្ដើមតូចសន្យាថានឹងក្រោកពីគេងមុន10នាទីហើយធ្វើវាសន្យាថានឹងសន្សំ$1ក្នុងមួយថ្ងៃហើយធ្វើវាសន្យាញញឹមមួយដងមុនពេលចូលគេងហើយធ្វើវាដោយសារតែភាពជោគជ័យមិនចាប់ផ្ដើមដោយអ្នកផ្សេងទៀតជឿលើអ្នកទេវាចាប់ផ្ដើមដោយអ្នកជឿអ្នករក្សាការសន្យារបស់អ្នកចំពោះខ្លួនឯងហើយថ្ងៃណាមួយពិភពលោកនឹងជឿរាល់ពាក្យដែលអ្នកនិយាយ
ឥឡូវនេះសូមនិយាយអំពីទម្លាប់ទី2រៀបចំផែនការថ្ងៃស្អែកមុនពេលអ្នកចូលគេងមនុស្សភាគច្រើនបិទភ្នែកនៅពេលយប់ដោយកាន់ទូរស័ព្ទរបស់ពួកគេនៅក្នុងដៃអូសមើលសើចឆ្លើយតបសារលុះព្រឹកឡើងគេក្រោកឡើងមើលទៅឆ្ងល់ហើយនិយាយថាហេតុអ្វីជីវិតខ្ញុំតានតឹងម្ល៉េះសម្លាញ់អើយវាមិនមែនជាជីវិតទេវាជាការខ្វះខាតផែនការរបស់អ្នកចូលគេងអស់កម្លាំងភ្ញាក់ឡើងបាត់អ្នកឃើញទេមនុស្សជោគជ័យបំផុតនៅក្នុងពិភពលោកមិនចាប់ផ្ដើមថ្ងៃរបស់ពួកគេនៅពេលព្រឹកទេពួកគេចាប់ផ្ដើមវានៅយប់មុនពេលគេចូលគេងគេដឹងរួចហើយថាគេនឹងធ្វើអ្វីដែលសំខាន់និងអ្វីមិនសំខាន់នៅពេលអ្នករៀបចំផែនការនៅយប់នេះខួរក្បាលរបស់អ្នកគេងជាមួយនឹងទិសដៅប៉ុន្តែនៅពេលដែលអ្នកមិនបានគិតវានឹងដេកដោយភាពច្របូកច្របល់នោះហើយជាមូលហេតុដែលមនុស្សមួយចំនួនភ្ញាក់ឡើងអស់កម្លាំងសូម្បីតែបន្ទាប់ពី8ម៉ោងនៃការគេងខួរក្បាលរបស់ពួកគេកំពុងដោះស្រាយបញ្ហាគ្មានប្រយោជន៍ពេញមួយយប់គិតពីទូរស័ព្ទរបស់អ្នកនៅពេលអ្នកដកវានៅពេលយប់វាសាកថ្មនៅពេលអ្នករៀបចំផែនការថ្ងៃរបស់អ្នកនៅពេលយប់អ្នកគិតស្រេចអ្នកក្រោកឡើងត្រៀមខ្លួនហើយមិនប្រញាប់អ្នកមិនចាំបាច់សរសេរផែនការអាជីវកម្មទេគ្រាន់តែសរសេររឿង3អ្វីដែលខ្ញុំត្រូវធ្វើអ្វីដែលគួរធ្វើប្រសិនបើខ្ញុំមានពេលនោះហើយជាវា3ចំណុចវាត្រូវចំណាយពេល2នាទីប៉ុន្តែ2នាទីនោះអាចជួយអ្នកបានច្រើនម៉ោងនៅថ្ងៃស្អែកតើអ្នកធ្លាប់កត់សម្គាល់ពីរបៀបដែលប្រលានយន្តហោះដំណើរការទេជើងហោះហើរនីមួយៗមានកាលវិភាគស្រមៃមើលថាតើអ្នកបើកយន្តហោះភ្ញាក់ពីដំណេកហើយនិយាយថាតោះហោះហើរទៅកន្លែងណាមួយចលាចលមែនទេនោះហើយជារបៀបដែលមនុស្សភាគច្រើនរស់នៅពួកគេភ្ញាក់ពីដំណេកហើយហោះហើរទៅគ្រប់ទីកន្លែងទាំងអារម្មណ៍ហិរញ្ញវត្ថុនិងផ្លូវចិត្តបន្ទាប់មកពួកគេត្អូញត្អែថាពួកគេមិនបានទៅដល់គោលដៅរបស់ពួកគេតើអ្នកអាចធ្វើដូចម្តេចប្រសិនបើអ្នកមិនដែលកំណត់ផែនការហោះហើរហើយនេះគឺជាផ្នែកដ៏គួរឲ្យអស់សំណើចអ្នកដែលនិយាយថាខ្ញុំមិនចាំបាច់រៀបចំផែនការទេខ្ញុំនឹងដោះស្រាយវាចេញគឺជាអ្នកដែលស្លន់ស្លោនៅពេលរឿងតូចតាចមួយកើតឡើងនៅពេលដែល Wi-Fi ដាច់នោះពេញមួយថ្ងៃរបស់ពួកគេនឹងដួលរលំការធ្វើផែនការមិនលុបបំបាត់បញ្ហាទេវាគ្រាន់តែធ្វើឲ្យអ្នកខ្លាំងជាងការភ្ញាក់ផ្អើលកាលខ្ញុំនៅក្មេងខ្ញុំក៏មិនមានគម្រោងដែរខ្ញុំគិតថាការធ្វើផែនការគឺគួរឲ្យធន់ខ្ញុំចង់រស់នៅដោយសេរីប៉ុន្តែសេរីភាពដែលគ្មានទឹកដៅគឺត្រូវបានបាត់បង់ដោយគួរសមខ្ញុំចាប់ផ្ដើមសរសេរគោលដៅតូចៗ3ជារៀងរាល់យប់មួយក្នុងចំណោមពួកគេតែងតែមានលក្ខណៈផ្ទាល់ខ្លួនទូរស័ព្ទទៅម្នាក់អាន10ទំព័ររៀនពាក្យមួយមាត់ជាភាសាផ្សេងហើយភ្លាមនោះខ្ញុំបានដឹងថាខ្ញុំកំពុងលូតលាស់យ៉ាងស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃហើយខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលគួរឲ្យអស់សំណើចខួរក្បាលរបស់អ្នកចូលចិត្តបញ្ចប់រឿងដែលវាចាប់ផ្ដើមនៅពេលអ្នកសរសេរកិច្ចការនៅថ្ងៃស្អែកខួរក្បាលរបស់អ្នកចាប់ផ្ដើមធ្វើការលើវារួចហើយនៅពេលអ្នកគេងនោះហើយជាមូលហេតុដែលពេលខ្លះអ្នកភ្ញាក់ឡើងជាមួយនឹងដំណោះស្រាយចេញពីកន្លែងណាវាមិនមែនជាវេទមន្តទេវាជាគំនិតរបស់អ្នកបញ្ចប់អ្វីដែលអ្នកបានចាប់ផ្ដើមដូច្នេះយប់នេះមុនពេលអ្នកចូលគេងកុំរំកិលរៀបចំផែនការទោះបីជាវាទើបតែភ្ញាក់ពីគេងនៅម៉ោង7ផឹកទឹកផ្ញើអ៊ីមែលនោះសាមញ្ញដោយសារតែថ្ងៃដែលបានគ្រោងទុកមានអារម្មណ៍ថាស្រាលជាងមុនលឿនជាងមុននិងស្ងប់ស្ងាត់ជាងមុនអ្នកនឹងចាប់ផ្ដើមឈ្នះពេលព្រឹកហើយនៅពេលអ្នកឈ្នះពេលព្រឹកអ្នកឈ្នះជីវិតរបស់អ្នកមនុស្សដែលរៀបចំផែនការថ្ងៃរបស់ពួកគេគ្រប់គ្រងពេលវេលាមនុស្សដែលមិនអាចគ្រប់គ្រងវាបានដូច្នេះសូមធ្វើការជ្រើសរើសមុនពេលអ្នកបិទភ្នែកនៅយប់នេះសរសេរផែនការរបស់អ្នកគេងដោយមានគោលបំណងហើយថ្ងៃស្អែកនឹងអរគុណអ្នកឥឡូវនេះសូមនិយាយអំពីទម្លាប់ទី3ចំណាយពេល10នាទីនៅស្ងៀមរៀងរាល់ព្រឹកអ្នកឃើញទេមនុស្សភាគច្រើនភ្ញាក់ឡើងហើយរឿងដំបូងដែលពួកគេធ្វើគឺពិនិត្យមើលទូរស័ព្ទរបស់ពួកគេប៊ូមការជូនដំណឹងព័ត៌មានសារភាពវឹកវរវាដូចជាបើកភ្នែកហើយដាល់ត្រង់ចូលទៅក្នុងព្យូរួចគេនិយាយថាហេតុអ្វីបានជាខ្ញុំខ្វល់ខ្វាយយ៉ាងនេះសម្លាញ់ពីព្រោះអ្នកបានចាប់ផ្ដើមថ្ងៃរបស់អ្នកនៅក្នុងពិភពរបស់អ្នកដទៃមុនពេលដែលអ្នកបានចូលទៅក្នុងខ្លួនអ្នកភាពស្ងប់ស្ងាត់មិនមែនជាគ្រាន់តែសន្តិភាពទេភាពស្ងៀមស្ងាត់គឺជាអំណាច
នៅពេលអ្នកក្រោកពីដំណេកហើយផ្ដល់ឲ្យខ្លួនអ្នកនៅភាពស្ងប់ស្ងាត់10នាទីអ្នកមិនខ្ជិះខ្ជាយពេលវេលាទេអ្នកកំពុងធ្វើឲ្យចិត្តរបស់អ្នកមុតស្រួយអ្នកកំពុងបង្កើតភាពច្បាស់លាស់មុនពេលពិភពលោកចាប់ផ្ដើមស្រែកដាស់អ្នកខ្ញុំចាំថាមានបរិសម្នាក់បានប្រាប់ខ្ញុំថាលោកម្ចាស់ខ្ញុំមិនមានពេលនឹកស្ងៀមទេខ្ញុំរវល់ខ្ញុំបាននិយាយថាអ្នកមិនមាន10នាទីទេប៉ុន្តែអ្នកនឹងចំណាយពេល30នាទីដើម្បីឆ្លក់ជាមួយនរណាម្នាក់តាមអ៊ីនធឺណិតយើងមិនរវល់យើងគ្រាន់តែញៀននឹងសម្លេងភាពស្ងៀមស្ងាត់មិនមែនជាអវត្តមាននៃសម្លេងទេវាគឺជាវត្តមាននៃការគ្រប់គ្រងខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលគួរឲ្យអស់សំណាយនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើនេះខ្ញុំមិនអាចប្រែពេលបាន2នាទីទេខ្ញុំអង្គុយគិតថាខ្ញុំត្រូវធ្វើអ្វីខួរក្បាលរបស់ខ្ញុំដូចជាទីផ្សារខ្លាំងគំនិតស្រីថាទីនិតទូរស័ព្ទរបស់អ្នកផ្លេចឆ្លើយចូលបើមិត្តរបស់អ្នកបង្ហោះអ្វីមួយនោះហើយជារបៀបដែលសម្លេងរំខានរស់នៅក្នុងយើងមិនអាចអង្គុយជាមួយខ្លួនឯងទៀតបានទេប៉ុន្តែអ្នកកាន់តែអនុវត្តភាពស្ងៀមស្ងាត់អ្នកកាន់តែឮសម្លេងសំខាន់បំផុតរបស់អ្នកផ្ទាល់ពិភពលោកបង្រៀនយើងពីរបៀបនិយាយមិនមែនរបៀបស្ដាប់ទេប៉ុន្តែភាពជោគជ័យផ្ដើមចេញពីការស្ដាប់គំនិតរបស់អ្នកដល់ពួកវៀនរបស់អ្នកនិងគំនិតរបស់អ្នកការសម្រេចចិត្តដ៏អស្ចារ្យទាំងអស់ត្រូវបានធ្វើឡើងដោយស្ងៀមស្ងាត់មិនដែលមានភាពវឹកវរឡើយដឹងទេថាសមុទ្រមើលទៅស្ងប់ស្ងាត់ពីផ្ទៃខាងលើប៉ុន្តែជ្រៅទៅហើយវានៅមានកម្លាំងខ្លាំងទេនោះហើយជារបៀបដែលចិត្តរបស់អ្នកគួរតែមានស្ងប់ស្ងាត់ផ្ទៃលើរឹងមាំនៅក្រោមភាពស្ងប់ស្ងាត់បង្កើតជំរឿនោះនេះគឺជាអ្វីដែលអ្នកអាចធ្វើបាននៅពេលអ្នកក្រោកពីដំណេកមុនពេលប៉ះទូរស័ព្ទរបស់អ្នកសូមអង្គុយស្ងៀមរយៈពេល10នាទីគ្មានតន្ត្រីគ្មានសារគ្មានការគិតពីម្សិលមិញឬថ្ងៃស្អែកគ្រាន់តែដកដង្ហើមស្ដាប់សំឡេងពេលព្រឹកមានអារម្មណ៍ថាចង្វាក់បេះដូងរបស់អ្នកនឹងសំខាន់ឃើញថាចិត្តរបស់អ្នកឈប់លោតយឺតហើយបន្ទាប់មកគំនិតក៏ចាប់ផ្ដើមមកដំណោះស្រាយលេចឡើងអ្នកដឹងថាបញ្ហាប៉ុនកណ្ដាលរបស់អ្នកគ្រាន់តែជាសំឡេងរំខានប៉ុណ្ណោះខ្ញុំបានជួបមហាសេដ្ឋីម្នាក់ដែលបាននិយាយអ្វីមួយដែលផ្លាស់ប្ដូរខ្ញុំគាត់បាននិយាយថាគំនិតអាជីវកម្មដ៏ល្អបំផុតរបស់ខ្ញុំមិនមែននៅពេលដែលខ្ញុំកំពុងគិតទេប៉ុន្តែនៅពេលដែលខ្ញុំនៅស្ងៀមគិតអំពីរឿងនោះយើងកំពុងស្វែងរកភាពជោគជ័យនៅខាងក្រៅពេលដែលចម្លើយកំពុងលេះនៅខាងក្នុងហើយខ្ញុំប្រាប់អ្នកថាមនុស្សនឹងសើចពួកគេនឹងនិយាយថា10នាទីនៃភាពស្ងៀមស្ងាត់តើវានឹងធ្វើអ្វីប៉ុន្តែនោះហើយជាមនុស្សហេតុដែលពួកគេនឿយហត់គ្រប់ពេលពួកគេមិនដែលផ្អាកសូម្បីតែម៉ាស៊ីនក៏ឡាយកម្ដៅនៅពេលដែលវាដំណើរការមិនឈប់អ្នកមិនអាចបង្កើតផលបានទេយើងមិនអាចបង្កើតផលបានទេប្រសិនបើចិត្តរបស់អ្នកតែងតែរំខានដូច្នេះព្រឹកស្អែកគុំប្រញាប់ឆែកមើលនរណាស្នើសារមកអ្នកអង្គុយដកដង្ហើមញញឹមភាពស្ងៀមស្ងាត់10នាទីអាចមើលទៅហាក់ដូចជាមិនមានអ្វីទេប៉ុន្តែវាគឺជាទម្លាប់ដែលបាញ់បែកមនុស្សដែលប្រតិកម្មពីមនុស្សដែលដឹកនាំនៅពេលដែលអ្នកគ្រប់គ្រងភាពស្ងៀមស្ងាត់ពេលព្រឹកអ្នកគ្រប់គ្រងថាមពលពេញមួយថ្ងៃហើយត្រូវចាំថាសន្តិភាពមិនបានរកឃើញនៅក្នុងកម្លាំងស្ងប់ស្ងាត់ឡើយវាត្រូវបានបង្កើតឡើងនៅក្នុងចិត្តស្ងប់ស្ងាត់ឥឡូវនេះសូមនិយាយអំពីទម្លាប់ទី4រៀនអ្វីដែលថ្មីជារៀងរាល់ថ្ងៃអ្នកដឹងទេមនុស្សគិតថាការរៀនចប់បន្ទាប់ពីរៀនពេលដែលពួកគេទទួលបានការងារពួកគេបិទសៀវភៅហើយបើក Netflix ហើយបន្ទាប់មកពួកគេឆ្ងល់ថាហេតុអ្វីបានជាជីវិតរបស់ពួកគេមានអារម្មណ៍ជាប់គាំងមិត្តអាយការរៀនមិនឈប់ទេនៅពេលដែលអ្នកទទួលបានសញ្ញាបត្រវាឈប់នៅពេលដែលការចង់ដឹងចង់ឃើញរបស់អ្នកស្លាប់ពិភពលោកដើរលឿនណាស់បើអ្នកមិនបានរៀនទេអ្នកមិននៅស្ងៀមទេអ្នកកំពុងតែដើរថយក្រោយថ្ងៃមួយយុវជនម្នាក់បានប្រាប់ខ្ញុំថាលោកខ្ញុំមិនចូលចិត្តការអានទេវាគួរឲ្យធុញណាស់ខ្ញុំបានសួរគាត់ថាតើអ្នកចូលចិត្តនៅដាច់យ៉ៃទេគាត់សើចខ្ញុំបាននិយាយថាព្រោះតែម្នាក់នាំទៅមួយទៀតអ្នកមិនចាំបាច់អានច្រើនម៉ោងទេអ្នកគ្រាន់តែត្រូវចិញ្ចឹមខួរក្បាលរបស់អ្នកនៅអ្វីដែលថ្មីជារៀងរាល់ថ្ងៃវាអាចជាសៀវភៅ podcast វីដេអូ YouTube ការសន្ទនាជាមួយនរណាម្នាក់ដែលឆ្លាតជាងអ្នកប៉ុន្តែធ្វើអ្វីដែលបង្រៀនអ្នកមិនគ្រាន់តែធ្វើឲ្យអ្នកសប្បាយចិត្តនោះទេខ្ញុំនឹងប្រាប់អ្នកពីការពិតដ៏គួរឲ្យអស់សំណើចមួយយើងរស់នៅក្នុងជំនាន់ដ៏ឆ្លាតវៃបំផុតជាមួយនឹងទម្លាប់ដែលល្ងង់បំផុតយើងផ្ទុកកុំព្យូទ័រទំនើបនៅក្នុងហៅប៉ៅរបស់យើងប៉ុន្តែយើងប្រើវាភាគច្រើនដើម្បីមើលវីដេអូឆ្មាហើយជជែកគ្នានៅក្នុងផ្នែកមតិយោបល់ការចុចតែមួយអាចបើកមេរៀន1លានប៉ុន្តែមនុស្សភាគច្រើនបើកការនិយាយដើមគេជំនក់វិញប្រសិនបើទូរស័ព្ទរបស់អ្នកអាចខ្ជះខ្ជាយពេលវេលារបស់អ្នកវាក៏អាចផ្លាស់ប្ដូរជីវិតរបស់អ្នកផងដែរវាអាស្រ័យលើអ្វីដែលអ្នកចុច
ការរៀនមិនចាំបាច់ស្មុគស្មាញទេជ្រើសរើសប្រធានបទមួយក្នុងមួយថ្ងៃរៀនពាក្យថ្មីស្វែងយល់ពីគំនិតថ្មីមួយ10នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ដើម្បីក្លាយជាគ្រោះថ្នាក់ដែលមិនមានគ្រោះថ្នាក់ដល់អ្នកដទៃប៉ុន្តែគ្រោះថ្នាក់ចំពោះលេសរបស់អ្នកនៅពេលខ្ញុំចាប់ផ្ដើមរៀនជារៀងរាល់ថ្ងៃខ្ញុំបានកត់សម្គាល់ឃើញអ្វីដែលចម្លែកពិភពលោកមិនផ្លាស់ប្ដូរទេប៉ុន្តែរបៀបដែលខ្ញុំបានឃើញវាបានកើនឡើងបញ្ហាដូចគ្នាមើលទៅតូចជាងព្រោះចិត្តខ្ញុំកាន់តែធំអ្នកមិនរីកចម្រើនដោយការលុបបំបាត់បញ្ហាទេអ្នករីកចម្រើនដោយការបង្កើនការយល់ដឹងរបស់អ្នកខ្ញុំសូមឲ្យឧទាហរណ៍មួយដល់អ្នកអាចផ្ដល់ឲ្យមនុស្ស2នាក់នៅសៀវភៅតែមួយម្នាក់នឹងនិយាយថាវាគួរឲ្យធុញម្នាក់ទៀតនឹងនិយាយថាវាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំភាពខុសគ្នាមិនមែនជាសៀវភៅទេវាជារបៀបដែលពួកគេឃ្លានដើម្បីរៀនភាពអត់ឃ្លានកំណត់ការលូតលាស់អ្នកខ្លះនិយាយថាខ្ញុំមិនមានពេលទេប៉ុន្តែពួកគេដឹងពីផ្នែកកំណត់របស់តារាទាំងអស់សម្លាញ់វាមិនមែនជាពេលដែលអ្នកខ្វះទេវាជាអតិភិបមនុស្សគ្រប់គ្នាមាន24ម៉ោងសំណួរគឺតើអ្នកផ្ដល់វាដល់អនាគតរបស់អ្នកប៉ុន្មានហើយតើអ្នកខ្ជះខ្ជាយការផ្ដល់អាហាររំខានរបស់អ្នកហើយខ្ញុំសូមនិយាយដោយស្មោះត្រង់ការរៀនមិនតែងតែសប្បាយចិត្តទេពេលខ្លះអ្នកនឹងអានអ្វីមួយហើយមានអារម្មណ៍ច្របល់នោះជាការល្អភាពច្របល់គឺជាទ្វារទៅរកភាពច្បាស់លាស់អ្នកជំនាញគ្រប់គ្នាធ្លាប់ជាអ្នកចាប់ផ្ដើមដំបូងអង្គុយនៅក្នុងភាពច្របល់ប៉ុន្តែអ្វីដែលខុសប្លែកគឺពួកគេមិនបានឈប់ទេខ្ញុំធ្លាប់សួរមហាសេដ្ឋីម្នាក់ថាធ្វើម៉េចឲ្យទៅមុខគាត់និយាយថាខ្ញុំរៀនលឿងជាងខ្ញុំភ្លេចគិតអំពីរឿងនោះពិភពលោកភ្លេចចំណេះដឹងការពីម្សិលមិញជារៀងរាល់ថ្ងៃដូច្នេះបើសិនជាអ្នកឈប់រៀនជំនាញចាស់របស់អ្នកនឹងអស់លះនោះហើយគឺជាមូលហេតុដែលទូរស័ព្ទរបស់អ្នកអាប់ដេតដោយស្វ័យប្រវត្តិប៉ុន្តែមនុស្សភាគច្រើនមិនធ្វើបច្ចុប្បន្នភាពផ្នត់មីតិរបស់ពួកគេដូច្នេះធ្វើជាច្បាប់មុនពេលដែលអ្នកចូលគេងចូលសួរខ្លួនឯងថាតើខ្ញុំបានរៀនអ្វីនៅថ្ងៃនេះប្រសិនបើចម្លើយរបស់អ្នកគឺនឹងមិនមាននោះមិនមែនជាថ្ងៃពេញលេញទេសូម្បីតែការរៀនគំនិតតូចមួយក្នុងមួយថ្ងៃមានន័យថាគំនិតថ្មី365ក្នុងមួយឆ្នាំហើយគំនិតមួយក្នុងចំណោមគំនិតទាំងនោះអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងមូលពិភពលោកផ្ដល់អ្នកមិនមែនសម្រាប់អ្វីដែលអ្នកដឹងទេប៉ុន្តែសម្រាប់អ្វីដែលអ្នកបន្តរៀនដូច្នេះរៀនរាល់ថ្ងៃព្រោះពេលឈប់រៀនឈប់រកចំណូលឥឡូវនេះសូមនិយាយអំពីទម្លាប់ទី5ធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃអ្នកឃើញទេមនុស្សចង់ផ្លាស់ប្ដូរជីវិតរបស់ពួកគេប៉ុន្តែពួកគេមិនចង់ផ្លាស់ទីពួកគេនិយាយថាខ្ញុំហត់ហើយមិត្តអើយអ្នកមិនហត់ទេអ្នកគ្រាន់តែពោពេញដោយថាមពលដែលនៅទ្រឹងអ្នកមិនអាចរំពឹងថាចិត្តរបស់អ្នកនឹងមុតនោះទេប្រសិនបើរាងកាយរបស់អ្នកមានអារម្មណ៍ដូចជារថយន្តចតសូម្បីតែរថយន្តល្អបំផុតក្នុងលោកក៏ច្រេះដែរបើអ្នកមិនដែលបើកវាមនុស្សជោគជ័យគ្រប់រូបដែលខ្ញុំធ្លាប់ជួបធ្វើចលនាជារៀងរាល់ថ្ងៃវាមិនសំខាន់ថាអ្នកមានរវល់ប៉ុណ្ណាឬអាយុប៉ុន្មាននោះទេពួកគេយល់ពីអ្វីដែលសាមញ្ញចលនាបង្កើតអារម្មណ៍នៅពេលដែលរាងកាយរបស់អ្នកផ្លាស់ទីចិត្តរបស់អ្នកធ្វើតាមប៉ុន្តែមនុស្សភាគច្រើនរងចាំដើម្បីទទួលបានការលើកទឹកចិត្តមុនពេលពួកគេធ្វើចលនាវាដូចជារងចាំឲ្យទូរស័ព្ទរបស់អ្នកសាកថ្មខ្លួនឯងវាមិនដំណើរការដូចនោះទេខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលគួរឲ្យអស់សំណើចមានពេលមិត្តម្នាក់ប្រាប់ខ្ញុំថាខ្ញុំមិនចូលចិត្តហាត់ប្រាណខ្ញុំបាននិយាយថាបន្តមកធ្វើអ្វីមួយដែលអ្នកចូលចិត្តរាំដើរលេងជាមួយកូនរបស់អ្នកសម្អាតបន្ទប់របស់អ្នកដេញតាមសុបិនរបស់អ្នកគ្រាន់តែផ្លាស់ទីគាត់សើចប៉ុន្តែក្រោយមកគាត់ចាប់ផ្ដើមដើរជារៀងរាល់ព្រឹកបន្ទាប់ពី2សប្តាហ៍គាត់បាននិយាយថាខ្ញុំមានអារម្មណ៍ថាមានជីវិតម្ដងទៀតខ្ញុំបានប្រាប់គាត់ថានោះគឺដោយសារតែរាងកាយរបស់អ្នកនៅទីបំផុតបានចងចាំថាវាមានបេះដូងយើងមើលស្រាវថាតើរាងកាយប៉ះពាល់ដល់ចិត្តខ្លាំងប៉ុណ្ណាអ្នករំលងចលនារយៈពេល3ថ្ងៃហើយភ្លាមនោះអ្នកមានអារម្មណ៍ខ្ជិលអវិជ្ជមានគ្មានការលើកទឹកចិត្តអ្នកចាប់ផ្ដើមសង្ស័យអ្វីទាំងអស់បន្ទាប់មកថ្ងៃមួយអ្នកទៅដើរលេងខ្លីៗហើយរីកចម្រើនភាពច្បាស់លាស់គំនិតក្តីសង្ឃឹមរាងកាយរបស់អ្នកមិនមែនជាការតុបតែងទេវាជាឧបករណ៍មួយហើយដូចជាឧបករណ៍ណាមួយដែរបើអ្នកមិនប្រើវាទេវានឹងរិចរិលអ្នកមិនត្រូវការកន្លែងហាត់ប្រាណទេអ្នកមិនត្រូវការស្បែកជើងដ៏ប្រណិតទេគ្រាន់តែធ្វើចលនាពី10ទៅ20នាទីជារៀងរាល់ថ្ងៃលាតសន្ធឹងរត់លោតរាំដោយគ្មានអ្នកណាមើល
ព្រោះទុកចិត្តខ្ញុំគ្មានអ្នកណាខ្វល់គ្រប់គ្នារវល់មើលទូរស័ព្ទខ្លួនឯងមានសុភាសិតមួយពោលថាបរិះដែលមិនអាចគ្រប់គ្រងខ្លួនឯងមិនអាចគ្រប់គ្រងជីវិតរបស់ខ្លួនបានឡើយវាជាការពិតប្រសិនបើអ្នកមិនអាចបញ្ចុះបញ្ចោលរាងកាយរបស់អ្នកឲ្យភ្ញាក់ឡើងហើយផ្លាស់ទីតើអ្នកនឹងបញ្ចុះបញ្ចោលពិភពលោកឲ្យស្ដាប់អ្នកដោយរបៀបណាចលនាគឺជាវិន័យក្នុងចលនានៅពេលដែលអ្នកផ្លាស់ទីរាងកាយរបស់អ្នកកំពុងបញ្ជូនសញ្ញាមួយទៅកាន់ចិត្តរបស់អ្នកថាយើងមិនជាប់គាំងទេយើងនៅមានជីវិតហើយខ្ញុំចាំធ្លាប់មានអារម្មណ៍តានតឹងខ្លាំងរហូតគិតមិនបានត្រង់ដូច្នេះខ្ញុំបានចាកចេញពីការិយាល័យហើយទើបតែចាប់ផ្ដើមដើរគ្មានតន្ត្រីគ្មានទូរស័ព្ទមានតែខ្ញុំនិងគំនិតរបស់ខ្ញុំ30នាទីក្រោយមកបញ្ហាដែលមានអារម្មណ៍ថាមិនអាចទៅបានស្រាប់តែមានដំណោះស្រាយការដើរមិនបានដោះស្រាយបញ្ហាទេវាបានដោះស្រាយភាពចលាចលក្នុងខ្លួនខ្ញុំចលនាកំណត់ខួរក្បាលរបស់អ្នកឡើងវិញមនុស្សនិយាយថាខ្ញុំមិនមានពេលវេលាហាត់ប្រាណទេពិតទេប៉ុន្តែពួកគេរំកិល2ម៉ោងក្នុងមួយយប់ធ្វើលំហាត់មេដៃបញ្ហាមិនមែនជាពេលវេលាទេវាជាចេតនា24ម៉ោងដូចគ្នាដែលបង្កើតលេសរបស់អ្នកក៏អាចបង្កើតសុខភាពរបស់អ្នកផងដែរហើយស្ដាប់ចលនាមិនត្រឹមតែធ្វើឲ្យអ្នកសាំឡើយវាធ្វើឲ្យអ្នកមានម៉ូដមអ្នកមើលក្នុងក្រចកហើយគិតថាខ្ញុំបានគប់ទុកការសន្យាអារម្មណ៍ការគោរពខ្លួនឯងនោះមានតម្លៃច្រើនជាងពស់ឬសាច់ដុំដូច្នេះចាប់ពីថ្ងៃនេះទៅសន្យាជាមួយខ្លួនឯងថាទោះរវល់យ៉ាងណាទោះខ្ជិលយ៉ាងណាក៏ផ្លាស់ទីទៅទោះបីជាគ្រាន់តែដើរជុំវិញផ្ទះរបស់អ្នករយៈពេល5នាទីក៏ដោយព្រោះប្រសិនបើរាងកាយរបស់អ្នកមិនផ្លាស់ទីក្តីសុបិនរបស់អ្នកក៏មិនដែលមនុស្សដែលសប្បាយបំផុតមិនមែនជាមនុស្សដែលមានគ្រប់យ៉ាងទេពួកគេគឺជាមនុស្សដែលមានធម៌ពលហើយធម៌ពលមិនបានរកឃើញទេវាបានបង្កើតឡើងចលនាមួយម្ដងមួយដូច្នេះធ្វើចលនារាងកាយជារៀងរាល់ថ្ងៃព្រោះរាងកាយរបស់អ្នកគឺជាម៉ាស៊ីននៃចេតិយរបស់អ្នកឥឡូវនេះសូមនិយាយអំពីទម្លាប់ទី6និយាយតិចស្ដាប់ច្រើនអ្នកដឹងទេមនុស្សភាគច្រើនមិនស្ដាប់ដើម្បីយល់ពួកគេស្ដាប់ចម្លើយមុនពេលអ្នកសូម្បីតែបញ្ចប់ប្រយោគរបស់អ្នកពួកគេកំពុងផ្ទុកចម្លើយរបស់ពួកគេរួចហើយដូចជាកាំភ្លើងនោះហើយជាមូលហេតុដែលការសន្ទនានៅថ្ងៃនេះមានអារម្មណ៍ថាដូចជាការប្រយុទ្ធគ្នាមិនមែនជាការរៀនទេមនុស្សដែលឆ្លាតបំផុតនៅក្នុងបន្ទប់គឺកម្រនឹងអ្នកដែលនិយាយច្រើនបំផុតណាស់ជាធម្មតាអ្នកដែលអង្គុយស្ងៀមសង្កេតមើលអ្វីៗទាំងអស់ព្រោះពេលអ្នកនិយាយឡើងវិញនៅអ្វីដែលអ្នកដឹងរួចហើយនៅពេលអ្នកស្ដាប់អ្នកនឹងរៀនអ្វីថ្មីប៉ុន្តែបញ្ហារបស់យើងគឺយើងទាំងអស់គ្នាចង់មើលទៅឆ្លាតមិនមែនក្លាយជាមនុស្សឆ្លាតនោះទេខ្ញុំចាំបានថាធ្លាប់អង្គុយប្រជុំជាមួយសហគ្រិនវ័យក្មេងដែលមិនឈប់និយាយគាត់បានរំខានអ្នករាល់គ្នាផ្ដល់យោបល់លើគ្រប់ប្រធានបទធ្វើដូច Google ពេលកិច្ចប្រជុំបញ្ចប់អ្នកវិនិយោគបានញញឹមហើយនិយាយថាអ្នកមានទេពកោសល្យប៉ុន្តែសម្លេងខ្លាំងពេកបុរសនោះសួរថាតើអ្នកចង់មានន័យថាម៉េចវិនិយោគិនបាននិយាយថាប្រសិនបើអ្នកតែងតែនិយាយតើអ្នកនឹងលឺឱកាសល្អដោយរបៀបណាបន្ទាត់មួយបិទគាត់មានប្រសិទ្ធភាពជាងការបង្រៀនណាមួយការស្ដាប់គឺជាសិល្បៈមួយវាក៏ជាសញ្ញានៃភាពរឹងមាំផងដែរមនុស្សទន់ខ្សោយត្រូវបង្ហាញខ្លួនឯងនៅគ្រប់ប្រយោគមនុស្សខ្លាំងទុកឲ្យនៅស្ងៀមធ្វើការនិយាយអ្នកឃើញទេភាពស្ងៀមស្ងាត់ធ្វើឲ្យមនុស្សចង់ដឹងចង់ឃើញពេលនិយាយតិចអ្នកដទៃស្ដាប់កាន់តែប្រយ័ត្ននៅពេលដែលអ្នកនិយាយចុងក្រោយពាក្យរបស់អ្នកនឹងទទួលបានតម្លៃព្រោះវាកម្រណាស់ប៉ុន្តែប្រសិនបើអ្នកនិយាយគ្រប់ពេលនោះសំឡេងរបស់អ្នកនឹងคล้ายជាសំឡេងរំខាននេះជាផ្នែកដែលគួរឲ្យអស់សំណើចមនុស្សគ្រប់គ្នាចង់ស្ដាប់ប៉ុន្តែគ្មាននរណាម្នាក់ចង់ស្ដាប់ទេស្រមៃលើបន្ទប់មួយដែលមនុស្សគ្រប់គ្នាស្រែកក្នុងពេលតែមួយនោះជាអ៊ីនធឺណិតថ្ងៃនេះប៉ុន្តែនៅក្នុងភាពច្របូកច្របល់នោះអ្នកដែលស្ដាប់ពិតជាស្ដាប់คล้ายជាមនុស្សដែលមានអំណាចបំផុតក្នុងបន្ទប់ការស្ដាប់ក៏បង្រៀនពីភាពរៀបរៀបផងដែរពេលខ្លះអ្នកគិតថាអ្នកនិយាយត្រូវរហូតដល់អ្នកពិតជាស្ដាប់នោះហើយជាពេលដែលអ្នកដឹងថាប្រហែលជាអ្នកដទៃមានលបែងផ្គុំរូបដែលអ្នកខកខានមនុស្សជោគជ័យមិនចាំបាច់ឈ្នះរាល់ការឈ្លោះប្រកែកគ្នានោះទេពួកគេគ្រាន់តែត្រូវការឈ្នះក្នុងរយៈពេលយូរខ្ញុំក៏ធ្លាប់និយាយច្រើនពេកដែរខ្ញុំគិតថានិយាយខ្លាំងមានន័យថាមានទំនុកចិត្តប៉ុន្តែបន្ទាប់មកខ្ញុំបានកត់សម្គាល់ឃើញថាពេលខ្ញុំនិយាយតិចមនុស្សចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំងពេលខ្ញុំស្ដាប់ឲ្យស៊ីជម្រៅខ្ញុំចាប់ផ្ដើមយល់ពីមនុស្សមិនមែនត្រឹមតែពាក្យសម្ដីរបស់គេទេនោះហើយជាពេលដែលជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរព្រោះជោគជ័យមិនមែនអំពីអ្នកណានិយាយខ្លាំងជាងទេវាគឺអំពីអ្នកណាដែលយល់កាន់តែស៊ីជម្រៅសាក់លបងលើកក្រៅដែលអ្នកកំពុងសន្ទនាជំនួសឲ្យគិតអ្វីត្រូវនិយាយបន្ទាប់សូមគិតថាតើពួកគេពិតជាចង់ប្រាប់ខ្ញុំអំពីអ្វីស្ដាប់ដោយការចង់ដឹងមិនមែនវិនិច្ឆ័យទេ
អ្នកនឹងភ្ញាក់ផ្អើលថាមានទ្វារប៉ុន្មានបើកដោយសារតែអ្នកបានធ្វើឲ្យអ្នកណាម្នាក់មានអារម្មណ៍ថាបានលឺខ្ញុំសូមឲ្យប៊ីអត្ថាប័ងមួយមនុស្សស្រឡាញ់អ្នកស្ដាប់ល្អពីព្រោះអ្នកស្ដាប់ល្អធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាសំខាន់ហើយនៅពេលដែលមនុស្សមានអារម្មណ៍ថាសំខាន់ជុំវិញអ្នកពួកគេទុកចិត្តអ្នកជួយអ្នកនិងគាំទ្រអ្នកនោះហើយជារបៀបដែលអ្នកដឹកនាំបានសាងឡើងមិនមែនដោយការស្រែកបញ្ជាទេប៉ុន្តែដោយការស្ដាប់ដោយគោរពហើយរឿងមួយទៀតការស្ដាប់មិនមែនមានន័យថាស្ដាប់អ្នកដទៃប៉ុណ្ណោះទេវាក៏មានន័យថាស្ដាប់ខ្លួនឯងផងដែរពោះវៀនរបស់អ្នកគំនិតរបស់អ្នកសម្លេងខាងក្នុងរបស់អ្នកពេលខ្លះភាពស្ងៀមស្ងាត់នឹងប្រាប់អ្នកច្រើនជាងដំបូលណាមួយពិភពលោកស្រ័យ 24/7 ផ្សព្វផ្សាយសង្គមព័ត៌មានសម្លេងរំខានគ្រប់កន្លែងប៉ុន្តែប្រសិនបើអ្នកអាចរកកន្លែងស្ងៀមស្ងាត់នោះនៅខាងក្នុងអ្នកនឹងដឹងពីជំហានបន្ទាប់របស់អ្នកជានិច្ចសូមនិយាយតិចស្ដាប់ច្រើនព្រោះនៅក្នុងភាពស្ងៀមស្ងាត់អ្នកនឹងឮអ្វីៗទាំងអស់ប្រាជ្ញាឱកាសនិងសេចក្តីពិតចងចាំរឿងនេះទៅត្រចៀករបស់អ្នកនឹងធ្វើឲ្យអ្នកមានច្រើនជាងមាត់របស់អ្នកឥឡូវនេះសូមនិយាយឲ្យគេទម្លាប់ទី7សន្សំមុនពេលអ្នកចំណាយនេះជាទម្លាប់មួយក្នុងចំណោមទម្លាប់ទាំងនោះដែលអ្នករាល់គ្នាដឹងប៉ុន្តែមានតិចតួចណាស់ដែលធ្វើតាមអ្នកឃើញទេមនុស្សភាគច្រើនមិនមានបញ្ហាក្នុងការចំណាយទេពួកគេមានបញ្ហាគិតក្រោយចំណាយពួកគេរកបានពួកគេចំណាយហើយបន្ទាប់មកពួកគេនិយាយថាខែក្រោយខ្ញុំនឹងសន្សំប៉ុន្តែខែក្រោយមើលទៅដូចខែនេះបែកបាក់តានតឹងនិងបន្ទោសសេដ្ឋកិច្ចខ្ញុំសូមប្រាប់អ្នកតាមការពិតវាមិនមែនអំពីចំនួនដែលអ្នករកបាននោះទេវាគឺអំពីចំនួនដែលអ្នករក្សាទុកសូម្បីតែប្រាក់ចំណូលតូចតាចដែលគ្រប់គ្រងដោយឆ្លាក់វៃក៏យកឈ្នះប្រាក់ចំណូលធំដែលគ្រប់គ្រងដោយល្ងងខ្លៃបញ្ហាគឺមនុស្សចង់មើលទៅជាអ្នកមានមុននឹងក្លាយជាអ្នកមានពួកគេនឹងទិញទូរស័ព្ទថ្មីសម្លៀកបំពាក់ថ្មីកាហ្វេដ៏ប្រណិតហើយបន្ទាប់មកនិយាយថាខ្ញុំកំពុងវិនិយោគលើខ្លួនឯងមិត្តរបស់ខ្ញុំ Starbucks មិនមែនជាការវិនិយោគទេខ្ញុំធ្លាប់សួរយុវជនម្នាក់ថាតើអ្នកសន្សំទេគាត់និយាយថាទេលោកគ្រូខ្ញុំមិនអាចទេប្រាក់ខែខ្ញុំតិចពេកខ្ញុំញញឹមហើយនិយាយថាប្រសិនបើអ្នកមិនអាចសន្សំបាននៅពេលវាតូចទេអ្នកនឹងមិនដែលសន្សំពេលដែលវាធំនោះទេដោយសារតែការសន្សំមិនមែនអំពីចំនួនវានិយាយអំពីអាកប្បកិរិយាប្រសិនបើអ្នកមិនអាចគ្រប់គ្រង$100បានទេអ្នកនឹងខ្ជះខ្ជាយ$10,000តាមរបៀបដូចគ្នានៅពេលដែលអ្នកសន្សំមុនពេលអ្នកចំណាយអ្នកកំពុងផ្ញើសារទៅកាន់អនាគតរបស់អ្នកខ្ញុំគោរពអ្នកប៉ុន្តែនៅពេលដែលអ្នកចំណាយអ្វីគ្រប់គ្នាដែលអ្នករកបានអ្នកកំពុងនិយាយទៅកាន់អនាគតខ្លួនឯងថាសំណាងល្អសម្លាញ់ហើយកុំយល់ថាខ្ញុំខុសការសន្សំមិនមែនមានន័យថារស់នៅវេទនានោះទេវាមានន័យថារស់នៅដោយឆ្លាតវៃចំណាយលើអ្វីដែលធ្វើឲ្យអ្នករីកចម្រើនសៀវភៅឧបករណ៍សុខភាពមិនមែនលើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍តែប៉ុណ្ណោះដោយសារតែគ្មាននរណាទះដៃសម្រាប់វិក័យប័ត្រកាតអាណន់របស់អ្នកខ្ញុំសូមលើកឧទាហរណ៍ដ៏គួរឲ្យអស់សំណាយមួយមកអ្នកកាលខ្ញុំនៅក្មេងខ្ញុំធ្លាប់ទិញស្បែកជើងខ្ញុំមិនចាំបាច់ធ្វើឲ្យមនុស្សមិនចាប់អារម្មណ៍នោះទេបន្ទាប់មកថ្ងៃមួយខ្ញុំដឹងថាមនុស្សដែលខ្ញុំកំពុងព្យាយាមចាប់អារម្មណ៍ក៏បែកគ្នាដែរនោះហើយជាពេលដែលខ្ញុំយល់អ្នកក្រព្យាយាមមើលទៅជាអ្នកមានអ្នកមានព្យាយាមធ្វើជាអ្នកមានអ្នកមិនចាំបាច់ធ្វើជាជំនាញហិរញ្ញវត្ថុទេគ្រាន់តែអនុវត្តតាមច្បាប់សាមញ្ញមួយនៅពេលណាដែលអ្នករកបានចូលយក10ទៅ20%ហើយលាក់វាពីខ្លួនឯងធ្វើពុតថាអ្នកមិនបាយមានវាធ្វើវាដោយស្វ័យប្រវត្តិសន្សំមុនពេលដែលអ្នកឃើញលុយព្រោះនៅពេលដែលលុយចូលក្នុងដៃរបស់អ្នកការលំបួននឹងភ្ញាក់ឡើងអ្នកនឹងភ្ញាក់ផ្អើលមួយឆ្នាំពីពេលនេះទៅអ្នកនឹងមើលក្រោយហើយមើលពីរបៀបដែលការសន្សំតូចៗទាំងនោះបានបង្កើតសំណាញ់សុវត្ថិភាពដល់អ្នកដោយស្ងប់ស្ងៀមហើយសំណាញ់សុវត្ថិភាពនោះផ្ដល់ឲ្យអ្នកអ្វីមួយដែលលុយមិនអាចទិញបានសន្តិភាពនៅពេលដែលអ្នកដតីភ័យស្លន់ប៉ាវអ្នកនឹងគៀងលក់យ៉ាងសកប់ស្កប់ព្រោះអ្នកបានសាងគ្រឹះរបស់អ្នកដោយឥតហើយសូមឈប់គិតការសន្សំទុកធ្វើឲ្យអ្នកធុញទ្រាន់ទេវាធ្វើឲ្យអ្នកមានអំណាចព្រោះនៅពេលអ្នកសន្សំអ្នកទិញសេរីភាពក្នុងការនិយាយថាទេទៅកាន់ការងារពលកិច្ចព្រមព្រៀងមិនល្អនិងសម្ពាធដែលមិនចាំបាច់ពិភពលោកគោរពមនុស្សដែលមិនពឹងប៉ែងអ្នកនរណាខាងហិរញ្ញវត្ថុដូច្នេះលើកក្រោយដែលអ្នកទទួលប្រាក់បៀវត្សរបស់អ្នក
កុំសួរថាតើខ្ញុំអាចទិញអ្វីបានសួរថាតើខ្ញុំអាចរក្សាទុកអ្វីបានសូចងចាំថាអ្នកមិនអាចបង្កើតទ្រព្យសម្បត្តិក្នុងអ្វីដែលអ្នកចំណាយទេអ្នកបង្កើតវាក្នុងអ្វីដែលអ្នករក្សាទុកដោយសារតែថ្ងៃណាការសន្សំរបស់អ្នកនឹងចាប់ផ្ដើមរកលុយឲ្យអ្នកហើយនោះជាពេលដែលអ្នកឈប់ធ្វើការដើម្បីលុយហើយលុយចាប់ផ្ដើមធ្វើការសម្រាប់អ្នកដូច្នេះសន្សំមុនចំណាយក្រោយដោយសារតែជាអ្នកមានមិនមែនជាលេខទេវាគឺជាផ្នត់មនោវិជ្ជាការចុច like របស់បងប្អូនគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំក្នុងការផលិតវីដេអូក្រោយៗទៀត ឥឡូវនេះសូមនិយាយអំពីទម្លាប់ទី8ជ្រើសរើសរង្វង់មនុស្សជុំវិញរបស់អ្នកដោយឆ្លៀសស្វ័យអ្នកឃើញទេបរិយាកាសរបស់អ្នកខ្លាំងជាងឆន្ទៈរបស់អ្នកអាចជាមនុស្សដែលលើកទឹកចិត្តបំផុតក្នុងពិភពលោកប៉ុន្តែប្រសិនបើអ្នកចំណាយពេលរបស់អ្នកជាមួយមនុស្សខ្ជិលអវិជ្ជមានឬត្អូញត្អាពួកគេនឹងបញ្ចេញថាមពលរបស់អ្នកបន្តិចម្ដងបន្តិចដូចជាមុំដែលញញឹមពេលបឺតឈាមរបស់អ្នកបង្ហាញឲ្យខ្ញុំស្គាល់មិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នកទាំង5នាក់ហើយខ្ញុំនឹងបង្ហាញអ្នកពីអនាគតរបស់អ្នកព្រោះអ្នកខ្លាចជាអ្វីដែលអ្នកកំពុងហុំព័ទ្ធអ្នកដើរលេងជាមួយមនុស្សដែលនិយាយពីការរីកចម្រើនអ្នកក៏រីកចម្រើនអ្នកដើរលេងជាមួយអ្នកនិយាយដើមគេអ្នកក៏រួញក្រញាន់សាមញ្ញខ្ញុំចាំបានថាយុវជនម្នាក់បានមករកខ្ញុំហើយនិយាយថាលោកម្ចាស់ខ្ញុំខំធ្វើការប៉ុន្តែខ្ញុំមិនឃើញការរីកចម្រើនទេខ្ញុំបានសួរគាត់ថាអ្នកណាជាមិត្តរបស់អ្នកគាត់បាននិយាយថាជាធម្មតាយើងគ្រាន់តែដើរលេងហ្គេមនិងត្អូញត្អែអំពីជីវិតខ្ញុំបាននិយាយថាមានចម្លើយរបស់អ្នកហើយអ្នកកំពុងរត់ជាមួយមនុស្សដែលកំពុងរត់ថយក្រោយអ្នកមិនអាចហោះហើរបានទេប្រសិនបើរង្វង់មនុស្សជុំវិញរបស់អ្នកចូលចិត្តវ៉ាប្រសិនបើមិត្តរបស់អ្នកសោចនឹងសុបិនរបស់អ្នកមិននៅក្នុងរង្វង់គេទេអ្នកនៅក្នុងទ្រុងហើយស្ដាប់នេះមិនមានន័យថាអ្នកត្រូវតែកាត់មនុស្សគ្រប់គ្នាចោលទេវាមានន័យថាអ្នកត្រូវតែការពារថាមពលរបស់អ្នកដូចជាវាជាគណនីសន្សំរបស់អ្នកត្រូវចិត្តល្អចំពោះអ្នករាល់គ្នាប៉ុន្តែទុកពេលសម្រាប់តែអ្នកដែលធ្វើឲ្យអ្នកកាន់តែប្រសើរខ្ញុំសូមប្រាប់អ្នកពីការពិតដ៏គួរឲ្យអស់សំណើចមួយមនុស្សខូចតែងតែមានដំបូលមហាលហើយមនុស្សអវិជ្ជមានតែងតែមានគំនិតពួកគេនឹងប្រាប់អ្នកពីអ្វីដែលមិនអាចទៅបានហើយប្រសិនបើអ្នកស្ដាប់យូរគ្រប់គ្រាន់អ្នកនឹងចាប់ផ្ដើមជឿពួកគេនោះហើយជាមូលហេតុដែលការជ្រើសរើសរង្វង់ត្រឹមត្រូវមិនមែនជាភាពក្រអឺតក្រទមទេវាជាការរស់រានមានជីវិតនៅពេលខ្ញុំចាប់ផ្ដើមធ្វើការខ្ញុំធ្លាប់ចំណាយពេលជាមួយមនុស្សដែលត្អូញត្អែអំពីអ្វីគ្រប់គ្នាថៅកែប្រព័ន្ធអាកាសធាតុសូម្បីតែកាហ្វេបន្ទាប់ពី 2-3 ខែខ្ញុំបានដឹងថាខ្ញុំបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេតែងតែត្អូញត្អែមិនដែលបង្កើតអ្វីថ្មីបន្ទាប់មកខ្ញុំបានធ្វើការសម្រេចចិត្តខ្ញុំនឹងនៅជុំវិញតែមនុស្សដែលនិយាយគំនិតមិនមែនលេះទេក្នុងរយៈពេល1ឆ្នាំផ្នត់គំនិតរបស់ខ្ញុំបានផ្លាស់ប្ដូរទាំងស្រុងដោយសារថាមពលគឺឆ្លងអ្នកចាប់យកអ្វីដែលអ្នកនៅជុំវិញខ្លួនអ្នកប្រសិនបើអ្នកដើរលេងជាមួយមនុស្សដែលសុបិនធំអ្នកក៏នឹងចាប់ផ្ដើមសុបិនដែរប្រសិនបើមិត្តរបស់អ្នករៀនរាល់ថ្ងៃសន្សំរីកចម្រើនជឿអ្នកនឹងស្រូបយកផ្នត់គំនិតនោះដោយធម្មជាតិជោគជ័យមិនមែនជាល្បែងបុកគោទេវាជាកីឡាជាក្រុមអ្នកមិនអាចឈ្នះការប្រកួតជីវិតជាមួយក្រុមចាញ់បានទេហើយកុំច្រឡំភាពស្មោះត្រង់ជាមួយដែនកំណត់មនុស្សខ្លះចំនៅក្នុងចិត្តអ្នកមិនមែនក្នុងជីវិតរបស់អ្នកទេបើមានគេទាញអ្នកចុះស្រឡាញ់គេតែស្រឡាញ់គេពីចម្ងាយនេះជាអ្វីដែលខ្ញុំបានរៀនអ្នកមិនត្រូវការរង្វង់ធំទេអ្នកគ្រាន់តែត្រូវការរង្វង់មួយពិតប្រាកដមិត្តល្អ3នាក់ដែលរុញអ្នកប្រជែងអ្នកនិងរំលឹកអ្នកថាអ្នកជានរណាពេលអ្នកភ្លេចពួកគេមានតម្លៃលើសពីមិត្ត100នាក់មើលជុំវិញរង្វង់របស់អ្នកតើអ្នកណានិយាយអំពីអនាគតតើអ្នកណាលើកទឹកចិត្តគំនិតរបស់អ្នកតើអ្នកណាតាក់ដៃពេលអ្នកឈ្នះមិនមែនតាក់ដៃដោយការច្រានរើទេប៉ុន្តែពិតជាតាក់ដៃទាំងនោះជាមនុស្សអ្នកការពារពួកគេព្រោះថាពេលអ្នកដើរជាមួយអ្នកឈ្នះច័ន្ទខ្លាយជាមិនស្រួលមែនដូច្នេះចូលជ្រើសរើសរង្វង់របស់អ្នកដោយប្រាជ្ញាព្រោះរង្វង់របស់អ្នកគឺជាកញ្ចក់របស់អ្នកវាបង្ហាញថាអ្នកខ្លាយជានរណាអ្នកមិនអាចសាងជីវិតធំជាមួយមនុស្សចិត្តតូចបានទេឥឡូវនេះសូមនិយាយអំពីទម្លាប់លេខ9ផ្ដោតលើរឿងមួយក្នុងពេលតែមួយដឹងទេថាអ្វីជាការកុហកដ៏ធំបំផុតរបស់មនុស្សចំនួននេះខ្ញុំកំពុងធ្វើកិច្ចការច្រើនមិត្តរបស់ខ្ញុំគ្មាននរណាម្នាក់ធ្វើការច្រើនទេពួកគេគ្រាន់តែធ្វើរឿងអាក្រក់ជាច្រើនក្នុងពេលតែមួយអ្នកមិនមានផលិតភាពទេអ្នកកំពុងរវល់
ហើយការរវល់មិនមានន័យថារីកចម្រើនទេ Hamster រត់ពេញមួយថ្ងៃនៅក្នុងកង់របស់វាហើយនៅតែស្ថិតក្នុងទ្រុងដដែលមនុស្សសប្តាហ៍ថ្ងៃនេះមិនអាចផ្ដោតអារម្មណ៍លើសពី10វិនាទីបានទេអ្នកបើកកុំព្យូទ័រយួរដៃរបស់អ្នកដើម្បីធ្វើការ2នាទីក្រោយមកអ្នកកំពុងពិនិត្យមើលទូរស័ព្ទរបស់អ្នកបន្ទាប់មកអ្នកពិនិត្យមើលសារមួយដែលនាំទៅដល់ការចុចមួយដែលនាំទៅដល់មួយមើលវីដេអូខ្លីហើយឥឡូវនេះវាពាក់កណ្ដាលអាធ្រាត្រហើយអ្នកបានបញ្ចប់ថ្នាក់បណ្ឌិតដោយគ្មានអ្វីសោះខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលគួរឲ្យអស់សំណើចការផ្ដោតអារម្មណ៍គឺជាមហាអំណាចថ្មីមនុស្សគ្រប់រូបមានព័ត៌មានមនុស្សតិចណាស់ដែលមានការយកចិត្តទុកដាក់ពិភពលោកដ៏រង្វាន់ដ៏ញឹកដែលអាចនៅជាប់នឹងរឿងមួយយូរល្មមនឹងបញ្ចប់វាជោគជ័យមិនមែននិយាយអំពីល្បឿនទេវានិយាយអំពីទិសដៅអ្នកអាចបើកបរបានលឿនប៉ុន្តែប្រសិនបើអ្នកបន្តប្ដូរគន្លងផ្លូវជារៀងរាល់នាទីអ្នកនឹងមិនទៅដល់កន្លែងណាឡើយខ្ញុំបានជួបយុវជនម្នាក់ដែលនិយាយថាលោកម្ចាស់ខ្ញុំចង់ចាប់ផ្ដើមអាជីវកម្មពោល YouTube podcast និងរៀនពាណិជ្ជកម្មផងដែរខ្ញុំបានសួរគាត់ថាតើអ្នកចង់ជោគជ័យឬចង់ហត់នឿយព្រោះបើអ្នកដេញទន្សាយ10ក្បាលក្នុងពេលតែមួយអ្នកនឹងមិនចាប់បានទេប៉ុន្តែបើអ្នកដេញតាមដោយផ្ដោតអារម្មណ៍ពេញលេញនោះអ្នកនឹងបានញ៉ាំអាហារពេលល្ងាចនេះសូម្បីតែនៅក្នុងអាជីវកម្មខ្ញុំបានឃើញមនុស្សបាត់បង់អ្វីទាំងអស់ដោយសារតែពួកគេបន្តលោតចេញពីគំនិតមួយទៅគំនិតមួយពួកគេមិនដែលស្នាក់នៅយូរគ្រប់គ្រាន់ដើម្បីឲ្យអ្វីមួយរីកចម្រើននោះទេវាដូចជាការដាំក្រពូកហើយជីវារៀងរាល់សប្តាហ៍ដើម្បីពិនិត្យមើលថាតើវាដុះឬអត់ការអត់ធ្មត់នឹងការផ្ដោតអារម្មណ៍នោះហើយជាអ្វីដែលជោគជ័យត្រូវបានបង្កើតឡើងហើយនេះជាការពិតការរំខានមិនមែនជាគ្រោះថ្នាក់ទេពួកគេត្រូវបានរចនាឡើងអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នកត្រូវបានបង្កើតឡើងដើម្បីលួចចំណាប់អារម្មណ៍របស់អ្នកដូចជាកម្មវិធីការផ្សាយពាណិជ្ជកម្មសំឡេងរំខានការជូនដំណឹងប៉ុន្តែត្រូវចងចាំរឿងនេះរាល់ការជូនដំណឹងដែលអ្នកបើកគឺជាសបិនដែលអ្នកបិទ 2-3 វិនាទីទាំងនោះបន្ថែមនៅពេលដែលអ្នកផ្ដោតលើរឿងមួយវេទមន្តកើតឡើងខួរក្បាលរបស់អ្នកចាប់ផ្ដើមស្វែងរកបំណោះស្រាយកាន់តែលឿនថាមពលរបស់អ្នកកាន់តែច្បាស់លទ្ធផលរបស់អ្នកកើនឡើងប៉ុន្តែពេលដែលអ្នកបំបែកការផ្ដោតអារម្មណ៍របស់អ្នកសូម្បីតែរឿងសាមញ្ញជាងគេក៏ចាប់ផ្ដើមមានអារម្មណ៍ពិបាកដែរអ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងទេអ្នកត្រូវធ្វើរឿងត្រឹមត្រូវដោយចិត្តពេញធំនេះជាអ្វីដែលខ្ញុំធ្វើរាល់ព្រឹកខ្ញុំសរសេររឿងមួយដែលសំខាន់បំផុតនៅថ្ងៃនោះតែមួយមិនមែន10មិនមែន20ទេព្រោះប្រសិនបើអ្នកបញ្ចប់រឿងដ៏មានអត្ថន័យមួយជារៀងរាល់ថ្ងៃបន្ទាប់ពីមួយឆ្នាំអ្នកបានបញ្ចប់រឿង365ដែលពិតជាមានអត្ថន័យនោះហើយជារបៀបដែលវឌ្ឍនការត្រូវបានបង្កើតឡើងមួយថ្ងៃផ្ដោតអារម្មណ៍ក្នុងពេលតែមួយហើយខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលពិតប្រាកដមនុស្សដែលនិយាយថាខ្ញុំធុញទ្រួតមិនមែនអស់សំណាយទេពួកគេមិនផ្ដោតអារម្មណ៍នៅពេលដែលអ្នកផ្ដោតអារម្មណ៍ពិតប្រាកដអ្នកមិនមានពេលវេលាដើម្បីមានអារម្មណ៍ធុញទ្រួចនោះទេចិត្តរបស់អ្នកមានអារម្មណ៍ថាមានជីវិតព្រោះវារវល់បង្កើតមិនមែនរមូលនោះទេដូច្នេះឈប់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងផ្ដោតលើគោលដៅមួយគម្រោងមួយសុបិនមួយហើយធ្វើវាឲ្យបានល្អដែលសូម្បីតែការរំខានរបស់អ្នកក៏ត្រូវបានឆ្នែនព្រោះត្រូវចងចាំរឿងនេះពន្លឺព្រះធឹងមិនឆេះអ្វីទេលុះត្រាតែវាផ្ដោតអារម្មណ៍អ្នកក៏ដូចគ្នាដែរឥឡូវសូមនិយាយអំពីទម្លាប់លេខ10ទ្រដឹងគុណជារៀងរាល់ថ្ងៃតើអ្នកដឹងថាអ្វីដែលគួរឲ្យអស់សំណើចទេមនុស្សភាគច្រើនមិនដឹងថាតើពួកគេមានទ្រព្យសម្បត្តិប៉ុន្មាននោះទេពួកគេភ្ញាក់ឡើងពួកគេអាចមើលឃើញពួកគេអាចដើរបានពួកគេអាចដកដង្ហើមបានពួកគេមានអាហារនៅលើចានរបស់ពួកគេហើយពួកគេនៅតែនិយាយថាខ្ញុំមិនមានសំណាងទេមិត្តអើយបើអ្នកមានសុខភាពគ្រួសារនិងសន្តិភាពអ្នកមានជាងរាប់លានទៅហើយយើងរស់នៅក្នុងពិភពលោកដែលមនុស្សមានការលួងលោមច្រើនជាងប៉ុន្តែសុភមង្គលតិចជាងអ្នកដើរតាមច្រើនប៉ុន្តែទំនាក់ទំនងតិចជាងអ្វីកាន់តែច្រើនប៉ុន្តែការដឹងគុណតិចជាងយើងរមូលពេញមួយថ្ងៃដោយប្រៀបធៀបជីវិតរបស់យើងជាមួយនឹងផ្ទាំងរំលេចរបស់នរណាម្នាក់ហើយបន្ទាប់មកឆ្ងល់ថាហេតុអ្វីបានជាយើងមានអារម្មណ៍ថាទទេខ្ញុំសូមប្រាប់អ្នកនៅអ្វីមួយការប្រៀបធៀបសម្រាប់សេចក្តីអំណរហើយការដឹងគុណនាំឲ្យមានជីវិតឡើងវិញរាល់ព្រឹកពេលភ្ញាក់ពីគេងអ្នកមានជំរឿនពីរគឺត្អូញត្អែឬដឹងគុណអ្នកអាចនិយាយថា
ให้ระไว้บัญชีชีวิตរបស់ខ្ញុំបែបនេះឬអ្នកអាចនិយាយថាសូមអរគុណដែលខ្ញុំមានឱកាសមួយទៀតដើម្បីធ្វើឲ្យវាកាន់តែប្រសើរឡើងការដឹងគុណមិនមានន័យថាអ្វីគ្រប់យ៉ាងគឺល្អឥតកកនោះទេវាមានន័យថាអ្នកជ្រើសរើសមើលអ្វីដែលល្អទោះបីជាជីវិតមិនមានក៏ដោយខ្ញុំចាំថាមាននរណាម្នាក់បានប្រាប់ខ្ញុំថាលោកម្ចាស់ខ្ញុំនឹងសប្បាយចិត្តនៅពេលខ្ញុំបានធ្វើការងារក្នុងក្តីស្រមៃរបស់ខ្ញុំប៉ុន្មានឆ្នាំក្រោយមកគាត់បានធ្វើការងារនោះហើយស្មានមើលគាត់មានភាពតានតឹងម្ដងទៀតព្រោះឥឡូវគាត់ចង់បានការដំឡើងឋានៈលុយច្រើនឋានៈច្រើននោះជាធម្មជាតិរបស់មនុស្សនៅពេលដែលអ្នកមិនអនុវត្តការដឹងគុណនោះសុភមង្គលនៅតែបន្តដើរទៅមុខអ្នកតែមួយជំហានប៉ុណ្ណោះអ្នកដេញវារហូតតែមិនដែលចាប់វាខ្ញុំសូមប្រាប់អ្នកថាការដឹងគុណមិនមែនគ្រាន់តែនិយាយថាអរគុណទេវាមានអារម្មណ៍វាជាពេលដែលអ្នកក្រឡេកមើលឪពុកម្ដាយរបស់អ្នកហើយដឹងថាពួកគេបានលះបង់បណ្ណាវាគឺជាពេលដែលអ្នកមើលទៅក្រុមរបស់អ្នកហើយនិយាយថាបើគ្មានពួកគេខ្ញុំមិនមានអ្វីសោះវាគឺជាពេលដែលអ្នកបាត់បង់អ្វីមួយហើយស្រាប់តែដឹងថាវាមានតម្លៃប៉ុណ្ណាកុំរងចាំការបាត់បង់ដើម្បីរៀនឲ្យតម្លៃហើយបើសិនជាអ្នកធ្លាប់មានអារម្មណ៍ថាជីវិតរបស់អ្នកលំបាកចូលទៅមន្ទីរពេទ្យម្ដងសូមមើលពីរបៀបដែលមនុស្សចំនួនកំពុងតស៊ូដើម្បីរស់នៅមួយថ្ងៃទៀតបន្ទាប់មកអ្នកនឹងដឹងថាអ្នកមានពរជ័យប៉ុណ្ណាដែលអ្នកត្អូញត្អែអំពី Wi-Fi ឬថ្មទូរស័ព្ទរបស់អ្នកការដឹងគុណផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងព្រោះវាផ្លាស់ប្ដូរអ្នកនៅពេលដែលអ្នកដឹងគុណថាមពលរបស់អ្នកនឹងផ្លាស់ប្ដូរអ្នកតាក់ទាញអ្វីដែលប្រសើរជាងមនុស្សល្អគំនិតល្អជាងអ្នកឈប់ផ្ដោតលើអ្វីដែលអ្នកខ្វះខាតហើយចាប់ផ្ដើមកសាងពីអ្វីដែលអ្នកមាននោះហើយជាកន្លងដែលជោគជ័យពិតជាចាប់ផ្ដើមមិនមែនមកពីការលោភលន់ទេប៉ុន្តែមកពីការដឹងគុណដឹងទេថាមនុស្សជោគជ័យបំផុតដែលខ្ញុំបានជួបមានអ្វីដូចគ្នាពួកគេដឹងគុណសូម្បីថាបរាជ័យក៏ដោយព្រោះពួកគេយល់ថារាល់ការបរាជ័យគ្រាន់តែជាមតិត្រឡប់រាល់ការបរាជ័យគ្រាន់តែជាការរៀបចំសម្រាប់ជោគជ័យបន្ទាប់ទេការដឹងគុណផ្លាស់ប្ដូរជឿឆាប់ទៅជាប្រាជ្ញាដូច្នេះយប់នេះពេលអ្នកចូលគេងកុំរាប់បញ្ហារបស់អ្នករាប់ពរជ័យរបស់អ្នកកុំត្អូញត្អែថាជីវិតអយុត្តិធម៌ចាំថាអ្នកមកឆ្ងាយប៉ុណ្ណាប្រហែលជាអ្នកមិនមែនកន្លែងដែលអ្នកចង់ទៅប៉ុន្តែអ្នកក៏មិនមែនកន្លែងដែលអ្នកធ្លាប់ទៅដែរហើយបើសិនជាអ្នកធ្លាប់មានអារម្មណ៍ថាតូចតាចចូលចងចាំរឿងនេះមនុស្សដែលមានសុភមង្គលបំផុតមិនមែនជានរណាម្នាក់ដែលមានគ្រប់យ៉ាងទេប៉ុន្តែអ្នកដែលពេញចិត្តជំទាស់អ្វីគ្រប់យ៉ាងដែលពួកគេមានការដឹងគុណមិនធ្វើឲ្យជីវិតល្អឥតកកទេវាធ្វើឲ្យមានសន្តិភាពដូច្នេះចាប់ផ្ដើមថ្ងៃនេះអរគុណមនុស្សដែលជួយអ្នកអរគុណបរាជ័យដែលធ្វើអ្នកឡើងអរគុណចំពោះបញ្ហាប្រឈមដែលធ្វើឲ្យអ្នកកាន់តែរឹងមាំហើយសំខាន់ជាងគេគឺអរគុណខ្លួនឯងដែលមិនបោះបង់ពេលលំបាកព្រោះនៅពេលដែលអ្នករស់នៅជាមួយនឹងការដឹងគុណនោះរាល់ថ្ងៃคล้ายទៅជាអំណោយហើយមិត្តអើយនោះហើយជារបៀបដែលជីវិតពិតជាផ្លាស់ប្ដូរមិនមែននៅពេលដែលអ្នកទទួលបានច្រើននោះទេប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមដឹងគុណចំពោះអ្វីដែលអ្នកមានរួចហើយតើទម្លាប់មួយណាដែលពិបាកបំផុតសម្រាប់អ្នកប្រាប់ខ្ញុំនៅក្នុង comment ហើយខ្ញុំនឹងឆ្លើយតបទៅវិញតាមដែលអាចធ្វើបានសូមអរគុណសម្រាប់ការស្ដាប់ហើយកុំភ្លេចចុច like និង subscribe